Radio Free Asia. Chia kasih saya robot kecil Azizarai. Som swakum លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបាទពីរដ្ឋធានី Washington ខ្ញុំបាទសេកបណ្ឌិតសូមពីរដ្ឋធានី Washington លោកបាទកញ្ញាទាំងអស់ជាទីមេត្រីបាទយើងខ្ញុំសូមកញ្ញាទាំងអស់ជាទីមេត្រីសម្រាប់បាទយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់រាត្រីថ្ងៃសៅរ៍6រោចខែបឋមសាទឆ្នាំថោះបញ្ញស័កពុទ្ធសករាជ2567ត្រូវនឹងថ្ងៃទី8ខែកក្កដាគ្រិស្តសករាជ2023បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅលោករងឈុននិងសកម្មជនសង្គមគ្រងចូលរួមពិធីរំលឹកខួបឃាតកម្មបណ្ឌិតកែមលីមន្ត្រីជាន់ខ្ពស់កោជបបញ្ជាក់ថាការគូសឲ្យខូចសន្លឹកឆ្នោតមិនមែនជាអំពើខុសច្បាប់ទេពលករខ្មែរនៅជប៉ុនដាក់ញត្តិទៅក្រសួងការបរទេសជប៉ុនស្នើឲ្យកម្ពុជាគោរពសិទ្ធិមនុស្សតើជួបសម្លាប់ដែលគេអះអាងថាជាឃាតករសម្លាប់បណ្ឌិតកែមលីជានរណារួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានពិស្ដាបាទលោកនាងកញ្ញាជាទីមេត្រីលោករងឈុនអនុប្រធានគណៈបកភ្លើងទៀននិងអ្នកធ្វើការងារសង្គមមួយចំនួនទៀតគ្រងទៅគោរពវិញ្ញាណក្ខន្ធបណ្ឌិតកែមលីនៅក្នុងខួប7ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិតនៅខេត្តតាកែវនៅថ្ងៃទី10ខែកក្កដាខាងមុខនេះបាទអ្នកគោរពស្រឡាញ់លោកបណ្ឌិតកែមលីនៅតែទទូចទៅរដ្ឋាភិបាលលោកហ៊ុនសែនឲ្យស្វែងរកឃាតករពិតមកផ្ដន់ទោសបាទពីរដ្ឋធានី Washington អ្នកស្រីម៉ៅសុធីនីរាយការណ៍អំពីរឿងនេះអ្នកនយោបាយនិងអ្នកធ្វើការងារសង្គមដែលគោរពស្រឡាញ់បណ្ឌិតកែមលីនៅតែបង្ហាញការគោរពនៅវីរភាពរបស់អ្នកអត្ថាធិប្បាយបញ្ហាសង្គមរូបនេះអ្នកខ្លះនឹងធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតដល់ខេត្តតាកែវទីតម្កល់សពលោកបណ្ឌិតហើយខ្លះទៀតក្រុងកោសតដើម្បីបង្ហាញការគោរពនិងការដឹងគុណចំពោះលោកបណ្ឌិតកែមលីអនុប្រធានគណៈបកភ្លើងទៀនលោករងឈុនប្រាប់ថាលោកនិងអ្នកធ្វើការងារសង្គមផ្សេងទៀតក្រុងទៅដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីនៅថ្ងៃទី10ខែកក្កដានៅកន្លែងឃាតករបាញ់សម្លាប់លោកនៅការ៉ាសាំងកាល់តិចស្តុបូកូហើយលោកនឹងធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតនៅទីតម្កល់សពនៅក្នុងខេត្តតាកែវលោករងឈុនបានដឹងទៀតថាលោកនៅចងចាំវីរភាពរបស់លោកបណ្ឌិតកែមលីកម្មវិធីខ្ញុំទៅដាក់នៅម៉ោង7កន្លះឬ8ម៉ោង7ម៉ោង8ហ្នឹងបាទជារៀងរាល់ឆ្នាំហ្នឹងតែងតែដាក់បាច់ផ្កាឬកម្រងផ្កាក្នុងការរំលឹកទៅដល់វីរភាពក៏ដូចជាវិញ្ញាណក្ខន្ធជាពិសេសនោះក៏ជាការក្រើនរំលឹកទៅដល់អាជ្ញាធរបាទដើម្បីឲ្យវែកមុខរកឃាតករពិតនិងអ្នកនៅក្រោយខ្នងឃាតករយកមកផ្ដន់ទោសទៅតាមផ្លូវច្បាប់ស្រដៀងគ្នានេះដែរយុវជនខ្មែរថាវរៈនិងយុវជនមួយចំនួនទៀតក្រុងកោសក់ដើម្បីរំលឹកគុណនៃការលះបង់របស់បណ្ឌិតកែមលីចំពោះប្រទេសជាតិនិងដើម្បីជាសារដាស់ស្មារតីដល់យុវជនហើយនិងប្រជាប្រដ្ឋផ្សេងទៀតឲ្យមានឆន្ទៈក្លាហានដើម្បីបម្រើប្រយោជន៍ជាតិសមាជិកក្រុមយុវជនខ្មែរថាវរៈលោកស្រីឈឿនដារាវីឲ្យបញ្ជាក់អស៊ីសេរីដឹងនៅថ្ងៃទី8ខែកក្កដាថាលោកស្រីនិងយុវជនមួយចំនួនទៀតនឹងនាំគ្នាកោសត់នៅថ្ងៃទី9ខែកក្កដាដើម្បីបង្ហាញពីការគោរពនិងវីរភាពបណ្ឌិតកែមលីដែលបានលះបង់ជីវិតដើម្បីប្រយោជន៍ជាតិលោកស្រីបន្តថានៅថ្ងៃទី10ខែកក្កដាដែលជាថ្ងៃប្រារព្ធខួប7ឆ្នាំនៃឃាតកម្មបណ្ឌិតកែមលីលោកស្រីនឹងទៅចូលរួមពិធីបុណ្យនៅឯខេត្តតាកែវ
ឆ្នាំហ្នឹងគឺពួកខ្ញុំកោសក់ឲ្យទៅចូលរួមបនស្រាប់បនរំលឹកនឹងនៅផ្ទះលោកបណ្ឌិតអត់មានធ្វើអីដូចឆ្នាំមុនទេខ្ញុំក៏ចង់យកឱកាសនៃថ្ងៃលោកបណ្ឌិតកែមលីនេះដាស់ស្មារតីយុវជនយើងផងពលរដ្ឋយើងផងត្រូវតែមានសង្ឃឹមទៅលើភាពត្រឹមត្រូវហើយមានឆន្ទៈរឹងមាំក្នុងការចូលរួមការពារជាតិឈឺឆ្អាលនឹងរឿងជាតិបណ្ឌិតកែមលីដែលជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមត្រូវបានខ្មាន់កំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2016នៅឯស្តាម៉ាតក្នុងស្ថានីយ៍លក់ប្រេងឥន្ធនៈកាល់តិចក្បែរស្តុបបូកូរាជធានីភ្នំពេញក្នុងពេលដែលលោកកំពុងអង្គុយផឹកកាហ្វេរយៈពេល7ឆ្នាំមកនេះតុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់គឺឈ្មោះអឿតអាងដែលហៅខ្លួនឯងថាជួបសម្លាប់ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះទោះយ៉ាងណាមហាជនទូទៅសង្ស័យថាជួបសម្លាប់គ្រាន់តែជាឃាតករសិប្បនិម្មិតហើយគិតថាឃាតកម្មនេះមានការរៀបចំផែនការនិងពាក់ព័ន្ធមនុស្សជាច្រើនទៀតអឿតអាងត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រីអុកឆៃយាវីស្នើដោយទទូចទៅស្ថាប័នអនុវត្តច្បាប់ស្វែងរកឃាតករពិតដែលសម្លាប់បណ្ឌិតកែមលីយកមកផ្តន្ទាទោសពីព្រោះអ្នកស្រីមិនជឿថាបុគ្គលអឿតអាងដែលហៅឈ្មោះខ្លួនឯងថាជួបសម្លាប់នោះជាឃាតករពិតឡើយកុំឲ្យជារូបភាពអាក្រក់បែបនឹងសម្រាប់ពលរដ្ឋខ្មែរតទៅទៀតចាបើសិនជាអ្នកសម្លាប់រួចខ្លួនបានន័យថានេះជារូបភាពមួយដែលធ្វើឲ្យសង្គមខ្មែរបច្ចុប្បន្នហ្នឹងលែងជឿជាក់ទៅលើប្រព័ន្ធតុលាការទៅលើច្បាប់ផ្សេងហើយព្រោះអីអ្វីដែលពិតប្រកបរួចខ្លួនអ្នកដែលស៊ីឈ្នួលត្រូវបានជាប់ពន្ធនាគារអីអញ្ចឹងណាជុំវិញរឿងនេះដែរក្រុមគ្រួសារនិងសាច់ញាតិបណ្ឌិតកែមលីត្អូញត្អែដែលថាពួកគាត់នៅមិនទាន់ទទួលបានយុត្តិធម៌ករណីឃាតកម្មលើបណ្ឌិតកែមលីនៅឡើយទេវិទ្យុអស៊ីសេរីមិនអាចសុំការបកស្រាយពីប្រធានតុលាការក្រុងភ្នំពេញលោកតាំងសុនឡាយបានទេនៅថ្ងៃទី8ខែកក្កដាទោះយ៉ាងណាប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលលោកផៃស៊ីផានធ្លាប់ប្រាប់វិទ្យុអស៊ីសេរីថាសំណុំរឿងនេះគឺស្ថិតក្នុងដៃតុលាការដូច្នេះរដ្ឋាភិបាលមិនអាចលូកដៃបានឡើយសាច់ញាតិបណ្ឌិតកែមលីនៅប្រទេសកម្ពុជានិងប្រពន្ធព្រមទាំងកូនរបស់លោកដែលកំពុងរស់នៅប្រទេសអូស្ត្រាលីក្រុងរៀបចំពិធីបុណ្យរំលឹកខួបជូនបណ្ឌិតកែមលីនៅឆ្នាំនេះធំជាងរាល់ឆ្នាំម្ដាយនិងបងប្អូនបណ្ឌិតកែមលីក្រុងធ្វើពិធីបុណ្យរំលឹកខួប7ឆ្នាំនេះឲ្យបានធំនោះដែរចំណែកឯភរិយាបណ្ឌិតកែមលីអ្នកស្រីប៊ូរចនានិងសមាគមខ្មែរនៅប្រទេសអូស្ត្រាលីក្រុងរៀបចំពិធីបុណ្យរំលឹកខួបជូនបណ្ឌិតកែមលីនៅថ្ងៃទី9ខែកក្កដានេះដែរពួកគាត់អំពាវនាវឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទីចូលរួមនៅក្នុងពិធីបុណ្យគម្រប់ខួបលើកនេះឲ្យបានច្រើនកុះករចាននាងខ្ញុំម៉ៃសុធានីវិទ្យុអស៊ីសេរីប្រធានាធិបតី Washington បាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកបាទឥឡូវនេះយើងងាកទៅមើលដំណើរការឈ្មោះទៅរកការបោះឆ្នោតដែលនៅប្រព្រឹត្តទៅនៅថ្ងៃទី23ខែកក្កដាខាងមុខនេះវិញបាទគណៈបកប្រជាធិបតេយ្យមូលដ្ឋានបានសម្រេចយកថ្ងៃទី10កក្កដាជាថ្ងៃបើកយុទ្ធនាការឃោសនារោគសម្លេងឆ្នោតនិងដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីក្នុងថ្ងៃដែលលោកត្រូវបានឃាតករបាញ់សម្លាប់ផងដែរបាទអ្នកនាំពាក្យគណៈបកប្រជាធិបតេយ្យមូលដ្ឋានលោកសេកសុខាប្រាប់វិទ្យុអស៊ីសេរីនៅថ្ងៃទី8កក្កដាថាការសម្រេចធ្វើយុទ្ធនាការឃោសនានៅថ្ងៃទី10នេះគឺដើម្បីរំលឹកខួប7ឆ្នាំនៃមរណភាពបណ្ឌិតកែមលីក្នុងនាមលោកជាអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គមអ្នកសិក្សាវិភាគនយោបាយដ៏មានឥទ្ធិពលនិងជាស្ថាបនិកគណៈបកប្រជាធិបតេយ្យមូលដ្ឋានបាទលោកបន្តថាយុទ្ធនាការនេះនឹងមានការចូលរួមពីប្រជាពលរដ្ឋបញ្ញវន្តយុវជននិងមន្ត្រីអង្គការសង្គមស៊ីវិលដែលគោរពស្រឡាញ់លោកបណ្ឌិតកែមលីមកពីស្ថាប័នមួយចំនួនបាទលោកបញ្ជាក់ទៀតថាសកម្មភាពនេះមិនមែនជាការកេងចំណេញនយោបាយដោយប្រើឈ្មោះបណ្ឌិតកែមលីនោះឡើយព្រោះនេះជាការបង្ហាញពីការគោរពស្រឡាញ់ការចងចាំពីវីរភាពនិងដើម្បីឃោសនាគោលនយោបាយគណៈបកដែលលោកបណ្ឌិតកែមលីជាអ្នកចងក្រងឡើង
ហើយអ្នកដែលគេយល់ថាជាការកេងចំណេញនយោបាយទុកឲ្យគាត់យល់ចុះព្រោះយើងចាត់ទុកលោកដិតកែមលីជាវីរបុរសដើម្បីជាខ្មែរហើយគាត់បង្កើតគណៈបកនេះឡើងគឺក្នុងគោលបំណងដើម្បីយកគោលនយោបាយហ្នឹងទៅដោះស្រាយបញ្ហាជាតិយើងអត់ក៏ឲ្យមានបញ្ហាដល់ជាតិទេបាទវិទ្យុអស៊ីសេរីនៅមិនទាន់អាចតាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជ្រៀបចំការបោះឆ្នោតលោកហងពុធានិងអគ្គលេខាធិការរងកោជបលោកសោមសូរិដាដើម្បីសុំការបកស្រាយអំពីបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី8ខែកក្កដានេះបាទការឃោសនារោគសម្លេងឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី7នៅឆ្នាំ2023នេះមានរយៈពេល21ថ្ងៃគឺចាប់ពីថ្ងៃទី1ដល់ថ្ងៃទី21ខែកក្កដាឆ្នាំ2023នេះបាទរយៈពេល8ថ្ងៃមកនេះគណៈបកទាំង18ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរបស់កោជបខ្លះបានរៀបចំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួនខ្លះក៏មិនទាន់ធ្វើយុទ្ធនាការនៅឡើយទេដូចជាគណៈបកប្រជាធិបតេយ្យមូលដ្ឋាននេះជាដើមបាទគណៈដែលគណៈបកនៅគណៈដែលគណៈបកកណ្ដាលអំណាចគឺគណៈបកប្រជាជនកម្ពុជាបានធ្វើយុទ្ធនាការធំជាងគេតាំងពីថ្ងៃដំបូងទាំងការចំណាយធនធាននិងអ្នកចូលរួមបាទលោកនាងកញ្ញាជាទីមេត្រីតាក់ទងនឹងខួប7ឆ្នាំនៃការស្លាប់លោកបណ្ឌិតកែមលីនិងការស្វែងរកឃាតករបាទតើលោកនាងនៅចងចាំដែរទេឬអំពីបរិបម្នាក់ឈ្មោះអឿតអាងដែលហៅខ្លួនឯងថាជួបសម្រាប់នោះបាទបរិសម្នាក់នេះគឺជាបុគ្គលតែម្នាក់គត់ដែលកំពុងជាប់ទោសក្នុងសំណុំរឿងឃាតកម្មលោកបណ្ឌិតកែមលីអ្នកវិភាគនយោបាយនិងសង្គមដ៏មានប្រជាប្រិយភាពកាលពីឆ្នាំ2016បាទតើជួបសម្រាប់មានប្រវត្តិដូចម្ដេចហើយតើស្ថានភាពរបស់គាត់នៅក្នុងពន្ធនាគារយ៉ាងណាដែរបាទសូមលោកនាងរងចាំទស្សនាសេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនាពេលបន្តិចទៀតបាទលោកនាងកញ្ញាជាទីមេត្រីភ្ជាប់នឹងសាច់រឿងដែលជាខួប7ឆ្នាំនៃឃាតកម្មលោកបណ្ឌិតកែមលីនិងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខាងមុខនេះដែរបាទប្រជាសហគមន៍ខ្មែរនៅក្នុងរដ្ឋនៅក្នុងក្រុង Lowell រដ្ឋ Massachusetts គ្រោងប្រមូលផ្ដុំគ្នាធ្វើបាតកម្មនិងប្រារព្ធខួប7ឆ្នាំនៃមរណភាពលោកបណ្ឌិតកែមលីដែលប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះបាទនៅពេលនេះដើម្បីចង់ដឹងថាតើការជួបជុំគ្នារំលឹកគុណនិងរំលឹកដល់វីរភាពរបស់លោកបណ្ឌិតកែមលីនិងការធ្វើយុទ្ធនាការគូសស្លឹកឆ្នោតនៅថ្ងៃបោះឆ្នោតទី23ខែកក្កដាខាងមុខនេះនឹងរៀបចំឡើងយ៉ាងដូចម្ដេចហើយនឹងមានការចូលរួមយ៉ាងដូចម្ដេចខ្លះនោះបាទនៅពេលនេះយើងបានអញ្ជើញលោកស្រីបុប្ផាពៅដែលជាប្រជាសហគមន៍នៅក្រុង Lowell រដ្ឋ Massachusetts នៅសហរដ្ឋអាមេរិកនេះដើម្បីមកបកស្រាយនិងបង្ហាញនៅគម្រោងខ្លះៗដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកឥឡូវនេះខ្ញុំបានឃើញលោកស្រីបុប្ផាពៅបានឡើងមកក្នុងកម្មវិធីផ្សាយរបស់យើងហើយខ្ញុំបាទសូមជម្រាបសួរលោកស្រីពីចម្ងាយបាទចាខ្ញុំជម្រាបសួរលោកហើយសូមអរគុណRadio Free Asia ដែលបានឲ្យនាងខ្ញុំមកពេលនេះដើម្បីនិយាយអំពីកម្មវិធីដែលពួកយើងធ្វើនៅទីក្រុង Lowell Massachusetts ពីស្អែកនេះគឺវិធីរំលឹកបណ្ឌិតលោកកែមលីដែលគាត់បានពេជ្ជឃាតទៅគឺយើងធ្វើភាពនេះគឺដើម្បីជួយរំលឹកស្មារតីបងប្អូនទាំងអស់គឺគាត់ជាវីរជនមួយដែលស្នេហាជាតិគឺយើងត្រូវតែរៀនតាមគាត់គឺពាក្យសម្ដីដែលគាត់និយាយទោះបីយ៉ាងម៉េចក៏យើងត្រូវតែខំក្រោកឈរឡើងគឺទឹកភ្នែកហើយដើរតទៅមុខទៀតដើរតទៅមុខនេះគឺជាភាពមួយដែលយើងតែដាក់ខ្លួនចាជាស្នេហាជាតិអញ្ចឹងយើងជាកូនក្មេងជំនាន់ក្រោយដូចជាខ្ញុំមកអាមេរិកយូរហើយតាំងពីក្មេងភាសាខ្មែរក៏មិនសូវច្បាស់ខ្ញុំសូមបងប្អូនអត់ទៅឲ្យខ្ញុំផងបើសូមមានការនិយាយអីខុសឆ្គងទាំងស្អែកនេះគឺយើងនឹងធ្វើហើយក្បួនបន់ហើយខ្ញុំសូមអញ្ជើញបងប្អូនលោកយាយលោកតាម៉ែឪទាំងអស់មកចូលរួមឲ្យបានកកនៅទីកន្លែងវត្តពន្លឺពុទ្ធចក្រ
កន្លែងសីហដ្ឋានគឺ24 Cambridge Street នៅ Lowell Massachusetts ហើយយើងនឹងចាប់ផ្ដើមពីម៉ោង 9 ទៅដល់ម៉ោង 12 ចា៎បាទនៅលោកស្រីបុប្ផាពៅនៅក្នុងកម្មវិធីនៅថ្ងៃស្អែកនេះដែរកម្មវិធីសាសនាឬមួយក៏កម្មវិធីអីផ្សេងទៀតនឹងមានរៀបចំយ៉ាងម៉េចដែរបាទនៅក្នុងវត្តពលឺពុទ្ធចក្រឬមួយក៏មានប្រពៃធ្វើនៅកន្លែងណាដែរទេហើយការដើរក្បួននេះនឹងដើរពីណាទៅណាដែរបាទគឺយើងធ្វើការនេះគឺជាការសាសនាដើម្បីរំលឹកអ្នកដែលគាត់ស្លាប់ទៅជាពិសេសគឺវីរៈបរោះលោកកែមលីហើយយើងនឹងដើរពីនឹងទៅដល់កន្លែងលោហ្នឹងគេហៅថា Park Island យើងក៏បាននិយាយជួបជុំពីការបោះឆ្នោតដែរចា៎បាទហើយគ្រូមានមនុស្សប្រមាណដែរមានពលរដ្ឋប្រជាសហគមន៍ខ្មែរនៅក្រុង Lowell មានប្រមាណអ្នកដែរបានចូលរួមនៅក្នុងថ្ងៃស្អែកនេះបាទខ្ញុំសង្ឃឹមថានឹងបានចូលរួមច្រើនទៅប្រហែលជា100ទៅ150ឬក៏200នាក់ដែរណាចាខ្ញុំគិតថាមនុស្សប្រហែលជាទៅបានច្រើនចាបាទក្រៅពីការធ្វើបុណ្យឧទ្ទិសកុសលគោរពដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីបែដែលឃាតករបានសម្លាប់លោកគិតមកទល់នឹងឆ្នាំ2023នេះមានរយៈពេល7ឆ្នាំទៅហើយក្រៅពីការធ្វើបុណ្យនេះក៏ឃើញមានសេចក្តីប្រកាសមួយថានឹងប្រាប់ប្រជាពលរដ្ឋនិងអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើយ៉ាងម៉េចនៅថ្ងៃគូសស្លឹកឆ្នោតនៅថ្ងៃទី23នៅពេលទៅបោះឆ្នោតនៅថ្ងៃទី23ខែកក្កដានេះត្រូវគូសស្លឹកឆ្នោតនឹងចោលដោយបង្ហាញអំពីឆន្ទៈថាការបោះឆ្នោតនេះជាការបោះឆ្នោតคล้ายៗដែលប្រជាពលរដ្ឋភាគច្រើនមិនទទួលស្គាល់នៅការបោះឆ្នោតនេះហើយសហគមន៍មួយចំនួននោះក៏មិនទទួលស្គាល់នៅការបោះឆ្នោតនៅពេលខាងមុខនេះដែរតើនៅក្នុងបន្ទាប់ពីធ្វើបុណ្យឧទ្ទិសកុសលជូនលោកបណ្ឌិតកែមលីហើយនោះការធ្វើអំពាវនាវឲ្យមានការគូសស្លឹកឆ្នោតនឹងរៀបចំឡើងយ៉ាងដូចម្តេចដែរលោកស្រីពៅបាទយើងនឹងឃោសនាអំពីការបោះឆ្នោតដើម្បីឲ្យបងប្អូនប្រជាជនខ្មែរនឹងយល់ថាការបោះឆ្នោតនេះគឺជាមិនមានភាពត្រឹមត្រូវមិនមានភាពស្មើគ្នាមិនមានភាពផលប្រយោជន៍ដល់ប្រជាជនជាពិសេសគឺនៅស្រុកខ្មែរពួកយើងនៅស្រុកអាមេរិកនេះក៏យើងមានការជឿឆ្អាលអញ្ចឹងយើងខំមកឃោសនាដើម្បីឲ្យបងប្អូនងើបឈរឡើងដើម្បីទារសិទ្ធិរបស់យើងជាកូនខ្មែរនៅស្រុកខ្មែរជាដីរបស់យើងជាប្រជាជនយើងមិនមែននៅក្រោមអំណាចរបស់មនុស្សម្នាក់ដែលគាត់កាន់កាប់នៅស្រុកខ្មែរយ៉ាងយូរហើយក៏គ្មានឃើញការជឿនលឿនមានតែឃើញថាបងប្អូនខ្មែរវេទនាគ្មានច្បាប់គ្មានគឺថាគាត់អង្គុយនៅលើច្បាប់គាត់ចង់ចាប់អ្នកណាក៏បានអញ្ចឹងការបោះឆ្នោតនេះគឺគ្មានភាពការត្រឹមត្រូវតាមខ្ញុំមើលទៅខ្ញុំមិនមែនជាអ្នកភាសាឬក៏មិនមែនជាអ្នកនយោបាយអីក៏ប៉ុន្តែខ្ញុំជាកូនខ្មែរមួយដែលខ្ញុំឃើញថាពេលបោះឆ្នោតមួយនៅស្រុកអាមេរិកគេមានជ្រើសអ្នកប្រហែលអ្នកចឹងទៅកាយចំពោះគាត់ប្រឆាំងតែអ្នកដែលស្នេហាជាតិតែអ្នកដែលមិនស្នេហាជាតិគឺគាត់មិននិយាយអ្នកដែលធ្វើខុសច្បាប់អីគឺគាត់មិននិយាយអញ្ចឹងបងប្អូនដែលស្រឡាញ់ជាតិខ្មែរសូមទៅបោះឆ្នោតឲ្យខ្វែងចោលពីព្រោះនៅក្នុងនេះគឺគ្មានអ្នកណាដែលយើងអាចបោះឆ្នោតឲ្យបានគឺក្រុមហ៊ុនកូនចៅរបស់គាត់ទាំងអស់អញ្ចឹងមើលបងប្អូនទៅគឺសូមខ្វែងចោលស្លឹកឆ្នោតនេះចាសូមអរគុណចាបាទនៅជាមួយគ្នានឹងការអំពាវនាវនឹងសូមឲ្យមានការគូសស្លឹកឆ្នោតខ្វែងចោលដែរឃើញមានសេចក្តីប្រកាសមួយទៀតថានឹងមានរៀបចំស្លឹកឆ្នោតសិប្បនិមិត្តដើម្បីបង្ហាញអំពីរបៀបគូសចោលគូសយ៉ាងម៉េចអីយ៉ាងម៉េចតើការបោះពុម្ពស្លឹកឆ្នោតសិប្បនិមិត្តឬមួយក៏ជាគំរូស្លឹកឆ្នោតដើម្បីបង្រៀនឲ្យបង្ហាញឲ្យប្រជាពលរដ្ឋរៀនគូសនេះគូសរបៀបម៉េចឲ្យគ្រូបោះស្លឹកឆ្នោតសិប្បនិមិត្តឬមួយក៏ស្លឹកឆ្នោតគំរូនេះយ៉ាងម៉េចដែរនៅថ្ងៃស្អែកនេះនឹងបង្ហាញយ៉ាងម៉េចដែរលោកស្រីពៅបាទនេះគឺភាពឆ្នោតដែលយើងបង្ហាញមកហ្នឹងគឺយើងទៅដល់យើងគូសខ្វែងទៅពីព្រោះយើងអត់មានចុចយកអ្នកណាមួយនៅក្នុងហ្នឹងទេលេខទាំងអស់នេះគឺមើលទៅខ្ញុំដឹងថាមានគណៈបកមួយទៀតដែរគណៈបកភ្លើងទៀនតែគេខ្វែងចោលបាត់ហើយអញ្ចឹងយើងបោះឆ្នោតទៅអីទៀតបើសិនជាលោកហ៊ុនសែនគាត់
គាត់ប្រកាសថាមិនឲ្យមានភ្លើងទៀនចូលឬក៏មិនឲ្យមានអ្នកណាដែលស្នេហាជាតិចូលហ្នឹងអញ្ចឹងគាត់និយាយថាគាត់ឈ្នះបដៅទៅចាំបាច់មានការទៅបោះឆ្នោតទៅអីអញ្ចឹងបងប្អូនអញ្ជើញទៅខ្វែងចោលទាំងអស់ទៅព្រោះបើបងប្អូនស្រឡាញ់អត់មានអ្នកណាដែលយើងអាចទទួលស្គាល់បានសូមបងប្អូនដាក់ខ្វែងនៅក្នុងសន្និដ្ឋានហ្នឹងចាសូមអរគុណចាបាទសូមអរគុណលោកស្រីបុប្ផាពៅដែលបានផ្ដល់បទសម្ភាសន៍ជូនដល់អសីសេរីអំពីគម្រោងរៀបចំការជួបជុំធំមួយនៅក្នុងក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកដែលមានគោលដៅឧទ្ទិសកុសលគោរពវីរភាពលោកបណ្ឌិតកែមលីដែលគិតកោបានបាញ់សម្លាប់លោកដែលមកគិតទទួលនៅពេលនេះមានរយៈពេល7ឆ្នាំមកហើយនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋអ្នកបោះឆ្នោតគោរពនៅឆន្ទៈរបស់ខ្លួនគោរពនៅស្មារតីស្នេហាចិត្តរបស់ខ្លួនដោយទៅបោះឆ្នោតគូខ្វែងស្លឹកឆ្នោតចោលដោយហើយចាត់ទុកថាជាការបោះឆ្នោតមិនត្រឹមត្រូវជាការបោះឆ្នោតបង្ក្រប់កិច្ចឬជាការបោះឆ្នោតคล้ายៗដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី23ខែកក្កដាខាងមុខនេះខ្ញុំបាទសូមជម្រាបលាលោកស្រីទៅប៉ុណ្្នេះសិនហើយនៅថ្ងៃស្អែកដែលជាថ្ងៃចាប់ផ្ដើមមែនទែននៅក្នុងវត្តរស្មីពុទ្ធចក្រនៅក្នុងក្រុង Lowell រដ្ឋ Massachusetts នោះលោកជុនច័ន្ទបុត្រនឹងបានទៅអញ្ជើញទៅផ្ទាល់ដើម្បីផ្ដិតយកនៅព័ត៌មាននៃការប្រារព្ធពិធីនេះនៅថ្ងៃស្អែកគឺថ្ងៃអាទិត្យនេះផ្ទាល់តែម្ដងសូមលោកនាងតាមដានស្ដាប់សេចក្តីរាយការណ៍របស់លោកជុនច័ន្ទបុត្រផ្ទាល់ពីក្រុង Lowell រដ្ឋ Massachusetts អំពីការជួបជុំរបស់ប្រជាសហគមន៍ខ្មែរនៅទីនោះផ្ទាល់តែម្ដងបាទសូមអរគុណជំរាបលាជាថ្មីម្ដងទៀតបាទសូមអរគុណសូមជំរាបលាបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបាទពលករខ្មែរនៅប្រទេសជប៉ុនបានដាក់ញត្តិទៅក្រសួងការបរទេសជប៉ុនដើម្បីស្នើឲ្យរដ្ឋាភិបាលជប៉ុនជំរុញទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យគោរពសិទ្ធិមនុស្សនិងបើកលំហសិទ្ធិនយោបាយដើម្បីឲ្យគណៈបកភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាពគ្នាបាទការដាក់ញត្តិនេះធ្វើឡើងបន្ទាប់ពីកោជបដែលស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់លោកហ៊ុនសែនមិនអនុញ្ញាតឲ្យគណៈបកភ្លើងទៀនចូលរួមការបោះឆ្នោតដែលជាទង្វើផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកជាតិចំណានពីរដ្ឋធានី Washington ក្រុមយុវជនខ្មែរនៅជប៉ុនភាគច្រើនជាពលករនិងជាសកម្មជនគណៈបកភ្លើងទៀនបានដាក់ញត្តិទៅក្រសួងការបរទេសនិងបណ្ដាស្ថានទូតដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្សនិងស្នើដល់រដ្ឋាភិបាលជប៉ុនជប់ផ្ដល់ជំនួយឲ្យរដ្ឋាភិបាលកម្ពុជាដោយសារតែលោកហ៊ុនសែនកំពុងរៀបចំការបោះឆ្នោតក្លែងៗនៅថ្ងៃទី23ខែកក្កដាខាងមុខនេះប្រធានសាខាគណៈបកភ្លើងទៀនប្រចាំប្រទេសជប៉ុនលោកក្លូតវីរៈប្រាប់វិទ្យុអស៊ីសេរីនៅថ្ងៃទី8ខែកក្កដាថាការដាក់ញត្តិនេះគឺក្នុងគោលបំណងស្នើរដ្ឋាភិបាលជប៉ុនដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញឲ្យការបោះឆ្នោតជាតិខាងមុខនេះប្រព្រឹត្តទៅដោយយុត្តិធម៌និងស្នើដល់ភាគីជប៉ុនចូលរួមជាមួយបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពិនិត្យឡើងវិញនូវគោលការណ៍គោរពសិទ្ធិមនុស្សដែលកម្ពុជាមិនបានអនុលោមតាមជាពិសេសបើការបោះឆ្នោតខាងមុខគ្មានវត្តមានគណៈបកភ្លើងទៀនទេការបោះឆ្នោតខាងមុខនេះគឺគ្រាន់តែជាការបោះឆ្នោតបង្ក្រប់កិច្ចតែប៉ុណ្ណោះលោកបន្តថាលោកមិនទទួលស្គាល់ការបោះឆ្នោតនៅខែកក្កដាខាងមុខនេះទេព្រោះគណៈបកនយោបាយដែលឈរឈ្មោះឲ្យគេបោះឆ្នោតភាគច្រើនគឺស្ថិតក្រោមការបង្គាប់បញ្ជារបស់គណៈបកកណ្ដាលអំណាចដូច្នេះការបោះឆ្នោតដែលមិនស្របច្បាប់គឺមិនអាចយកជាការបាននោះទេជាសំណុំពររបស់ខ្ញុំសូមឲ្យរដ្ឋាភិបាលគួរបើកចំហឲ្យពលរដ្ឋបានថាគោរពលទ្ធិប្រជាធិបតេយ្យហើយមួយឲ្យគណៈបកភ្លើងទៀនចូលរួមបោះឆ្នោតទៅហ្នឹងយើងបានសុខទាំងអស់គ្នាហើយគាត់តែនិយាយថាប្រជាធិបតេយ្យតែជាធិបតេយ្យតែក្រុមរបស់គាត់ហ្នឹងហើយតែអ្នកណាមានចំទាស់មានអីគាត់បិទសម្លេងគេគាត់កំទេចគេគាត់ផាត់គេចោលជាមួយអាណត្តិទៅអាណត្តិដូចដឹងត្រាប់ហើយមើលដូចលមុនរំលាយសង្គ្រោះជាតិឥឡូវមកចាប់ដើមរំលាយភ្លើងទៀនទៀតហ្នឹងប្រជាធិបតេយ្យបែបម៉េចលោកក្លូតវីរៈបន្ថែមថាក្នុងការដាក់ញត្តិនោះមានតំណាងមន្ត្រីក្រសួងការបរទេសជប៉ុនចេញមកស្វាគមន៍និងទទួលលោកដោយរាក់ទាក់ជាពិសេសលោកក៏ជួបពិភាក្សាពីក្តីកង្វល់របស់លោកប្រាប់ទៅមន្ត្រីស្ថានទូតក្រសួងការបរទេសជប៉ុនទៀតផងក្រៅពីនេះនៅមានស្ថានទូតនៃប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំង15ប្រទេសនៅក្នុងប្រទេសជប៉ុនរួមមានស្ថានទូតបារាំងសហរដ្ឋអាមេរិកអង់គ្លេសកាណាដានិងអូស្ត្រាលីជាដើមដោយលោកបានផ្ញើញត្តិទៅតាមប្រទេសនេះទៅកាន់ស្ថានទូតទាំងនោះសកម្មជនសង្គមប្រចាំប្រទេសជប៉ុនម្នាក់ទៀតដែលសូមមិនបញ្ចេញឈ្មោះថ្លែងថាមិនត្រឹមតែសកម្មជនគណៈបកភ្លើងទៀនប្រចាំប្រទេសជប៉ុនដែលមិនពេញចិត្តនឹងលោកហ៊ុនសែនដែលបានរារាំងគណៈបកភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោតនោះទេសូម្បីតែពលករនិងយុវជនសង្គមមួយចំនួនក៏មិនពេញចិត្តចំពោះការផាត់ចោលគណៈបកភ្លើងទៀននេះដែរលោកបន្តថាលោកចង់ឃើញកម្ពុជា
អនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដដោយបើកលំហឲ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិដើម្បីកែលម្អមិនមែនចោទប្រកាន់និងចាប់ពលរដ្ឋដែលអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួននោះទេលោកបន្តថាមូលហេតុដែលរដ្ឋាភិបាលជប៉ុនមិនបញ្ជូនអ្នកសង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតខាងមុខនេះគឺដោយសារតែរដ្ឋាភិបាលជប៉ុនមិនទុកចិត្តកម្ពុជារដ្ឋាភិបាលប្រទេសកម្ពុជាងាកមករកលទ្ធិប្រជាធិបតេយ្យឲ្យចំទួរាល់ថ្ងៃហ្នឹងទោះបីជាយើងដើរឬក៏ប្រទេសយើងកាន់លទ្ធិប្រជាធិបតេយ្យក៏ពិតមែនប៉ុន្តែយើងហាក់បីមើលទៅមិនមែនលទ្ធិប្រជាធិបតេយ្យចំទួជាមួយនឹងសហរដ្ឋអាមេរិកក៏ដូចទៅនឹងប្រទេសជប៉ុនឬកូរ៉េអីទេយើងចង់ឲ្យដើរឲ្យដូចឲ្យលទ្ធិប្រជាធិបតេយ្យឲ្យចំទួគឺគោរពសិទ្ធិមនុស្សគោរពការបញ្ចេញមតិរបស់ប្រជាពលរដ្ឋហើយបោះឆ្នោតឲ្យស្របទៅតាមគោលការណ៍បោះឆ្នោតក្រមយុវជនបានយកញត្តិទៅដាក់នៅក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី7 ខែកក្កដាដែលមានសម្លេងគាំទ្រពីពលរដ្ឋនិងយុវជនជិត300សម្លេងដើម្បីជំរុញរដ្ឋាភិបាលជប៉ុនពិចារណាឡើងវិញរាល់ជំនួយដែលផ្ដល់ទៅកោជបដើម្បីរៀបចំការបោះឆ្នោតខាងមុខពីព្រោះរដ្ឋាភិបាលជប៉ុននៅតែបន្តផ្ដល់ជំនួយដល់កម្ពុជានោះស្មើនឹងរដ្ឋាភិបាលជប៉ុនគាំទ្រឲ្យមានការបោះឆ្នោតដោយខុសច្បាប់នៅកម្ពុជាឆ្លើយតបនឹងរឿងនេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានចាត់ទុកការដាក់ញត្តិរបស់ក្រមយុវជនគឺជារឿងដែលគ្មានប្រយោជន៍និងភ្លើតភ្លើនមិនចេះគិតក្នុងប្រទេសប្រជាធិបតេយ្យលោកបន្តថាមូលហេតុដែលរដ្ឋាភិបាលជប៉ុនមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនចូលរួមឃ្លាំមើលការបោះឆ្នោតខាងមុខនេះដោយសារតែរដ្ឋាភិបាលជប៉ុនទុកចិត្តទៅលើការរៀបចំការបោះឆ្នោតរបស់កោជបខ្ញុំថាក្រមយុវជនទោះនៅប្រទេសជប៉ុនក៏ដោយនៅប្រទេសណាក៏ដោយដែលហៅថាប្រជាធិបតេយ្យទៅកុំភ្លើតភ្លើននឹងប្រជាធិបតេយ្យទេកុំភ្លើននឹងសេរីភាពអត់ព្រំដែនយកមកធ្វើជាឧបសគ្គដល់ការរីកចម្រើនរបស់ប្រទេសជាតិគឺมันអាចទៅរួចទេពីព្រោះនាវាកម្ពុជាកំពុងតែដើរទៅតាមផ្លូវត្រូវហើយក្រោមកម្មវិធីនយោបាយដឹកនាំរបស់រដ្ឋាភិបាលគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកឈ្នះឆ្នោតជុំវិញរឿងនេះអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាត់ហុកលោកសង្សានករណាមានប្រសាសន៍ថាការដាក់ញត្តិរបស់ក្រមយុវជនគឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ដោយសារតែពួកគាត់មើលឃើញថាកម្ពុជាមិនបានគោរពឲ្យខ្ជាប់ខ្ជួននៅលទ្ធិប្រជាធិបតេយ្យលោកបន្តថាកម្ពុជាគួរតែគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីធានាដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋជៀសវាងមានការដាក់ទណ្ឌកម្មបន្ថែមពីបណ្ដាប្រទេសសេរីវាជារឿងមួយមិនថាភាគីខ្មែរនៅក្នុងប្រទេសឬក៏ក្រៅប្រទេសនោះទេវាជារឿងមួយដែលខ្មែរគ្រប់រូបមានការឈឺឆ្អាលអំពីបញ្ហាសពទុករបស់ប្រទេសជាតិរបស់ខ្លួនអញ្ចឹងចង់មិនចង់តែងតែរិះរកមធ្យោបាយនិងសកម្មភាពនានាក្នុងន័យជំរុញធ្វើយ៉ាងម៉េចឲ្យប្រទេសកម្ពុជាយើងនឹងអនុវត្តឲ្យបានត្រឹមត្រូវទៅតាមគន្លងលទ្ធិប្រជាធិបតេយ្យតាមបែបជាសកលណាមិនមែនលទ្ធិប្រជាធិបតេយ្យតម្រូវទៅតាមក្រមឬក៏បកពួកនយោបាយមួយបើទោះបីជាក្រសួងការបរទេសជប៉ុនមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់ក្រមយុវជនក្តីក៏កន្លងទៅរដ្ឋាភិបាលជប៉ុនបានប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខគឺដោយសារតែកម្ពុជាមិនគោរពសិទ្ធិមនុស្សនិងមិនពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបកនៅកម្ពុជាឲ្យមានភាពល្អប្រសើរក្រៅពីនេះមានក្រុមប្រទេសនិយមប្រជាធិបតេយ្យមួយចំនួនទៀតដូចជាសហភាពអឺរ៉ុបសហរដ្ឋអាមេរិករដ្ឋាភិបាលអូស្ត្រាលីនិងរដ្ឋាភិបាលអង់គ្លេសជាដើមក៏មិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅឃ្លាំមើលការបោះឆ្នោតនៅខែកក្កដាខាងមុខនេះឡើយប្រទេសទាំងនោះព្រមមានថានឹងគ្មានការលើកលែងការដាក់សម្ពាធនិងការថ្កោលទោសនោះទេប្រសិនបើលោកហ៊ុនសែននៅតែរដ្ឋបិទគណៈបកភ្លឹងទៀនមិនឲ្យចូលរួមការបោះឆ្នោតនិងមិនបើកលំហសិទ្ធិនយោបាយឲ្យគណៈបកនយោបាយគ្រប់ភាគីចូលរួមប្រគល់ប្រជែងដោយយុត្តិធម៌ទេនោះក្រមយុវជននិងមន្ត្រីសង្គមស៊ីវិលយកឃើញថាកម្ពុជាគួរតែគោរពតាមការស្នើសុំរបស់ប្រទេសប្រជាធិបតេយ្យទាំងនោះជាជាងធ្វើឲ្យកម្ពុជារងសម្ពាធបន្ថែមទៀតពីសហគមន៍អន្តរជាតិហើយអ្នកដែលរងគ្រោះខ្លាំងជាងគេនោះគឺពលរដ្ឋក្រីក្រនិងអ្នកដែលធ្វើការតាមរោងចក្រខ្ញុំបាទជាចំណាន Visual ស៊ីសេរីប្រធានាទី Washington បាទលោកនាងកញ្ញាជាទីមេត្រីយើងមិនទាន់ទៅណាឆ្ងាយអំពីរឿងរ៉ាវនិងដំណើរការនៃការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះទេបាទមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជ្រើសរើសចំការបោះឆ្នោតហៅកាត់ថាកោជបបញ្ជាក់ថាការគូសឲ្យខូចសិលឹកឆ្នោតនៅពេលបោះឆ្នោតមិនមែនជាទង្វើខុសនឹងច្បាប់ព្រោះថាការបោះឆ្នោតប្រព្រឹត្តទៅដោយសម្ងាត់បាទការលើកឡើងយ៉ាងដូចនេះបន្ទាប់ពីមានមតិមួយចំនួនថាការគូសសិលឹកឆ្នោតឲ្យខូចប្រឈមនឹងទោសទណ្ឌឬបែកធ្លាយការសម្ងាត់បាទមន្ត្រីសិទ្ធិមនុស្សថាការគូសនៅលើសិលឹកឆ្នោតជ្រើសរើសគណៈបកនយោបាយណាមួយឬមិនគូសឲ្យគណៈបកទាំងអស់ក៏បានដោយសារនៅក្នុងបន្ទប់សម្ងាត់មិនត្រូវបាននរណាម្នាក់ដឹងបាននោះឡើយបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទរាអំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបលើកឡើងថាច្បាប់បោះឆ្នោតមិនបានចែងនៅក្នុងការដាក់ទោសទណ្ឌចំពោះអ្នកដែលបោះឆ្នោតដែលគូសសញ្ញលឹកឆ្នោតឲ្យខូចឬក៏គូសឲ្យសញ្ញលឹកឆ្នោតមិនបានការនោះទេពីព្រោះការបោះឆ្នោតគឺជាការសម្ងាត់ហើយសញ្ញលឹកឆ្នោតដែលបានការឬក៏មិនបានការនោះគ្មាននរណាម្នាក់ដឹងអំពីប្រភពរបស់អ្នកគូសនៅលើសញ្ញលឹកឆ្នោតនោះបានទេអ្នកនាំពាក្យកោជបលោកហងពុធាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី8កក្កដាថាការបោះឆ្នោតធានានូវភាពសម្ងាត់របស់អ្នកបោះឆ្នោតដោយបន្ទប់បោះឆ្នោតគ្មានការដាក់ឧបករណ៍តាមដានឬនរណាម្នាក់មើលឃើញសកម្មភាពពលរដ្ឋគូសនៅលើសញ្ញលឹកឆ្នោតនោះទេក៏ប៉ុន្តែលោកហងពុធាបញ្ជាក់ថាប្រសិនបើមានអ្នកណាម្នាក់ណែនាំឲ្យប្រជាពលរដ្ឋគូសជ្រើសរើសគណៈបកណាមួយដោយបង្ខិតបង្ខំនិងបំផុសឲ្យពលរដ្ឋគូសខ្វែងនៅលើសញ្ញលឹកឆ្នោតចោលនោះគឺជាអំពើល្មើសនឹងច្បាប់អត់បានការក៏មិនដឹងថាអ្នកណាជាអ្នកធ្វើហើយបានការក៏អត់ដឹងថាជាសញ្ញលឹកឆ្នោតរបស់អ្នកគូសរូបណាផងដែរអញ្ចឹងมันមានការកត់សម្គាល់អំពីការដែលត្រូវជាងផ្ទាត់ថាយ៉ាងណានោះទេសំខាន់គឺបើជាសញ្ញលឹកឆ្នោតបានការយកទៅរាប់ដើម្បីបំពេញសម្លេងប្រមូលផ្ដុំសម្លេងឲ្យទៅគណៈបកណាដែលជាប្រវត្តិលោកគូសគ្រប់គ្រងហើយបើអត់បានការគឺទាញចេញពីសញ្ញលឹកឆ្នោតបានការយកទៅទុកផ្សេងតែម្ដងបាទបើបណ្ឌិតពីទស្សនវិជ្ជាច្បាប់គឺលក្ខណៈអត់បានការយើងមិនដឹងថាចេញពីណាផងហើយក៏មិនមានចែងថាជាបទល្មើសនោះទេបាទច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា106ចែងថាការបោះឆ្នោតជាការសម្ងាត់របស់អ្នកបោះឆ្នោតការចង់ដឹងអំពីការសម្ងាត់ឬក៏ការបង្ហើបការសម្ងាត់តាមរូបភាពណាក៏ដោយត្រូវបានហាមឃាត់ទោះជាយ៉ាងណាការបោះឆ្នោតនៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី23ខែកក្កដាខាងមុខនេះត្រូវបានសហគមន៍ជាតិនិងអន្តរជាតិចាត់ទុកថាជាការបោះឆ្នោតคล้ายៗរួចទៅហើយពីព្រោះតែរបបដឹកនាំរបស់លោកហ៊ុនសែនបានផាត់ចោលគណៈបកប្រឆាំងធំជាងគេគឺគណៈបកភ្លើងទៀនដែលមានសម្លេងពលរដ្ឋគាំទ្រជិត2លាននាក់នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2022កន្លងទៅលើសពីនេះទៅទៀតរដ្ឋាភិបាលលោកហ៊ុនសែនបានប្រញាប់ប្រញាល់កែច្បាប់បោះឆ្នោតដកហូតសិទ្ធិមិនឲ្យឈរឈ្មោះបោះឆ្នោតចំពោះអ្នកមិនទៅបោះឆ្នោតដែលត្រូវបានគេមើលឃើញថាជាចេតនារារាំងមិនឲ្យអ្នកនយោបាយបកប្រឆាំងអាចឈរឈ្មោះបោះឆ្នោតនៅពេលខាងមុខនោះបានប្រសិនបើពួកគេមិនទៅបោះឆ្នោតនៅក្នុងអាណត្តិទី7នេះបញ្ហាដ៏ចម្រូងចម្រាសទាំងនេះគឺជាដើមហេតុដែលនាំឲ្យអ្នកគាំទ្រគណៈបកប្រឆាំងនៅក្រៅប្រទេសកើតទុក្ខមិនសុខចិត្តចំពោះការបោះឆ្នោតហើយពួកគេងាកមកតស៊ូមតិតាមរយៈការធ្វើយុទ្ធនាការដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតដែលពួកគេចាត់ទុកថាជាការបោះឆ្នោតคล้ายៗយុទ្ធនាការនេះធ្វើនៅលើបណ្ដាញសង្គមដោយពួកគេអំពាវនាវដល់ប្រជាពលរដ្ឋចេញទៅបោះឆ្នោតតែស្នើឲ្យម្ចាស់ឆ្នោតគូខ្វែងនៅលើសញ្ញលឹកឆ្នោតចោលរួមទាំងសកម្មភាពប្រមូលផ្ដុំធ្វើបាតុកម្មនៅតាមបណ្ដាប្រទេសប្រជាធិបតេយ្យធំៗជាដើមចំណែកលោកហ៊ុនសែនឯនេះវិញទំនងជាលោកចង់ទប់ស្កាត់នឹងយុទ្ធនាការរបស់អ្នកគាំទ្រគណៈបកប្រឆាំងនៅក្រៅប្រទេសនេះផងនិងព្រួយបារម្ភពីចរន្តរបស់ពលរដ្ឋចេញទៅគូសសញ្ញលឹកឆ្នោតឲ្យខូចច្រើនដែលនាំឲ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកនៅក្រៅការបោះឆ្នោតផងនោះទើបលោកបានធ្វើការអំពាវនាវដល់សមាជិកគណៈបកកណ្ដាលអំណាចចុះទៅបង្រៀនប្រជាពលរដ្ឋឲ្យគូសសញ្ញលឹកឆ្នោតឲ្យបានត្រឹមត្រូវដោយលោកសំអាងថាមានបុគ្គលដែលបណ្ដំខ្លួនជាសមាជិកគណៈបកប្រជាជនកម្ពុជាបានឃោសនាឲ្យប្រជាពលរដ្ឋគូសសញ្ញលឹកឆ្នោតឲ្យខូចសមាជិកគណៈបកនេះក៏បាននាំគ្នាចុះទៅជួបពលរដ្ឋដល់ផ្ទះដោយណែនាំឲ្យប្រជាពលរដ្ឋគូសសញ្ញលឹកឆ្នោតដើម្បីបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាជុំវិញរឿងនេះប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបលោកយិនដារ៉ាថ្លែងថាប្រជាពលរដ្ឋបានឆ្លងកាត់ការបោះឆ្នោតជាច្រើនអាណត្តិមកហើយដូច្នេះពួកគាត់ចេះគូសនៅលើសញ្ញលឹកឆ្នោតឬជ្រើសរើសគណៈបកណាមួយដោយពុំចាំបាច់មានអ្នកបង្រៀនឬណែនាំអំពីវិធីគូសសញ្ញលឹកឆ្នោតនោះទេលោកយល់ថាការបោះឆ្នោតនៅក្នុងបន្ទប់បាំងចិត្តគឺគ្មានអ្នកណាដឹងថាលោកគូសនៅលើសញ្ញលឹកឆ្នោតឬក៏អត់នោះទេក៏ប៉ុន្តែលោកថាប្រជាពលរដ្ឋខ្លះដែលទទួលបានព័ត៌មានមិនគ្រប់គ្រាន់ពួកគាត់នៅតែបារម្ភពីភាពសម្ងាត់របស់សញ្ញលឹកឆ្នោតលក្ខណៈដូចជាមិនជាបញ្ហាទេព្រោះប្រជាពលរដ្ឋគាត់ឆ្លងកាត់ការបោះឆ្នោត7ដងហើយតំណាងរាស្ត្រហើយតែគាត់ឆ្លងកាត់បោះឆ្នោតគ្រប់សង្កាត់ហ្នឹងក៏5ដងដែរអញ្ចឹងប្រជាពលរដ្ឋដូចជាមិននឹងទេគឺគាត់ចិត្តច្រើនជាយល់ដល់ច្រើនបើគេដើរបរិញ្ញាគូសក៏គូសទៅទៅស្អីយើងមកពីខាងទៅគូសទៅតែពេលទៅក្នុងបន្ទប់ឆ្នោតគឺវាទៅយើងចង់សម្រេចចិត្តគូសមិនជាការតែចិត្តរបស់យើង
តាក់ទងទៅនឹងរឿងនេះអ្នកជំនាញកិច្ចការបោះឆ្នោតពន្យល់ថាការគូសនៅលើសញ្ញាឆ្នោតជ្រើសរើសគណៈបកនយោបាយណាមួយឬក៏មិនគូសឲ្យគណៈបកណាទាំងអស់ក៏បានពីព្រោះការបោះឆ្នោតគឺជាការសម្ងាត់និងគ្មានទោសទណ្ឌអ្វីនោះទេនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា NICFIX លោកសំគុណធីមីមានប្រសាសន៍ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានតួនាទីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌និងដោយសម្ងាត់ជូនម្ចាស់ឆ្នោតដើម្បីឲ្យអ្នកបោះឆ្នោតជឿជាក់បានថាការប្រើប្រាស់សិទ្ធិសម្រេចចិត្តណាមួយនៅក្នុងបន្ទប់សម្ងាត់មិនត្រូវបាននរណាម្នាក់ដឹងបានឡើយប្រសិនបើអ្នកបោះឆ្នោតនោះមិនបង្ហាញឲ្យគេដឹងគាត់ថាការអប់រំនៅបោះឆ្នោតរបៀបពុះស្លឹកឆ្នោតអប់រំអីបានកុំឲ្យតែមានការបង្ខំការគម្រាមកំហែងបង្ខំឬទីស្លឹកឆ្នោតអានឹងគេខុសច្បាប់បាទជាសិទ្ធិរបស់អ្នកបោះឆ្នោតគាត់ចង់គូសគាត់មិនចង់គូសអានឹងជាសិទ្ធិរបស់គាត់អានឹងជាសេរីភាពរបស់គាត់បាទអត់មានការទៅបង្ខំគាត់បានណាបាទថ្មីនេះអង្គការបណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរីហៅកាត់ថា ANFREL បានវិតម្លៃជាបឋមថាការបោះឆ្នោតជាតិនៅថ្ងៃទី23ខែកក្កដាខាងមុខនេះនៅតែខ្វះភាពសេរីនិងយុត្តិធម៌ដោយសារស្ថាប័នរៀបចំការបោះឆ្នោតលំអៀងទៅរកគណៈបកកាន់អំណាចការផាត់ចោលគណៈបកភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោតរួមទាំងការរដ្ឋបិទលំហនយោបាយយ៉ាងខ្លាំងនៅកម្ពុជាអង្គការ ANFREL ព្រមានថាការបរាជ័យមិនដោះស្រាយរាល់ចំណុចខ្វះខាតទាំងនេះនឹងបន្តធ្វើឲ្យមាននៅដំណើរការបោះឆ្នោតមួយដែលផ្ទុយពីប្រជាធិបតេយ្យនិងខុសពីការពិតដែលមិនអាចឆ្លុះបញ្ចាំងពីឆន្ទៈនិងបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជាបាននោះឡើយខ្ញុំយ៉ងច័ន្ទដារាវិទ្យុអាស៊ីសេរីបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបាទក្រៅពីលោកនាងតាមដានស្ដាប់ការផ្សាយរបស់យើងតាមរយៈបណ្ដាញសង្គមមាន Facebook YouTube និងប្រព័ន្ធ Telegram នោះលោកនាងក៏អាចស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីតាមរយៈវិទ្យុរលកធាតុអាកាសខ្លីឬ Shortwave ដែលមានកម្រិតនិងកម្ពស់ដូចតទៅនេះបាទពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះតាមរយៈប៉ុស SW 12.14 MHz ស្មើនឹងកម្ពស់ 25m ប៉ុស SW 13.71 MHz ស្មើនឹងកម្ពស់ 22m បាទនៅពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈប៉ុស SW 9.33 MHz ស្មើនឹងកម្ពស់ 32m ប៉ុស SW 11.88 MHz ស្មើនឹងកម្ពស់ 25m និងប៉ុស SW 12.14 MHz ស្មើនឹងកម្ពស់ 25m បាទសូមអរគុណយើងចង់និយាយថានេះជាវិវាទការងារដែលតវ៉ាដើម្បីឲ្យតកែ Nagavel គោរពសិទ្ធិសហជីពហើយនេះគឺជាដុំបាយដែលកម្មករអ្វីចង់បានដែលទាមទារសពថ្ងៃនេះគឺដើម្បីតែដុំបាយនិងអាហារ3ពេលតែប៉ុណ្ណោះហើយដៃជាប់ខ្នោះនេះរូបសហជីព LRSU នេះនៅពេលដែលពួកយើងតវ៉ាដើម្បីតែឆ្នាំងបាយដុំបាយនេះបែរជារងនៅការចោទប្រកាន់មួយចំនួនមានទាំងការចាប់ដាក់គុកជាពិសេសថ្នាក់ដឹកនាំសហជីពរបស់ពួកយើងបងស្រីជឹមស៊ីធកំពុងតែនៅជាប់ពន្ធនាគារនៅឡើយអញ្ចឹងតំណាងឲ្យថាគ្រាន់តែតវ៉ាដើម្បីសិទ្ធិសេរីភាពសហជីពបែរជាត្រូវជាប់គុកទាំងអយុត្តិធម៌ទៅវិញហើយរូបនេះដែរដែលយើងខ្វែងនេះគឺមិនមែនជារឿងនយោបាយទេគឺយើងចង់ប្រាប់ថារឿងនេះគឺរឿងវិវាទការងាររឿងឆ្នាំងបាយមិនមែនជារឿងនយោបាយទេឈប់ចោទពួកយើងថាពួកយើងមានគណៈបកប្រឆាំងណានៅពីក្រោយគឺពួកយើងតវ៉ាដើម្បីឲ្យតកែ Nagavel ចេញមកដោះស្រាយទេហើយបើសិនជាដោះស្រាយឲ្យពួកយើងនៅចំណុចដែលពួកយើងស្នើសុំហើយពួកយើងនៅតែតវ៉ាទៀតអាហ្នឹងចាំចោទពួកយើងថាពួកយើងមានបកប្រឆាំងនៅពីក្រោយតែបើសិនជាអត់ទាន់ដោះស្រាយឲ្យពួកយើងបានមកចំណុចណាមួយនៅឡើយទេអញ្ចឹងកុំចោទពួកខ្ញុំថាជាអ្នកដែលស៊ីឈ្នួលធ្វើបាតកម្មពីព្រោះចំណុចដែលពួកយើងទាមទារអត់ទាន់បានដោះស្រាយនៅឡើយទេចំពោះខ្ញុំនៅតែនិយាយថាពួកខ្ញុំគឺតវ៉ាគឺដើម្បីតែអាហារ3ពេលហើយអាហារ3ពេលហ្នឹងក៏វាមិនជាល្អអស្ចារ្យណាស់ណាដែរត្រឹមតែឲ្យមានអាហារគ្រប់គ្រាន់ហើយមានសិទ្ធិគ្រប់គ្រាន់នៅក្នុងកន្លែងធ្វើការពួកខ្ញុំគឺស្កប់ស្កល់ទេព្រោះរាល់ថ្ងៃហ្នឹងកម្មករក៏ត្រូវការអាហារហើយក៏ត្រូវការសិទ្ធិដូចគ្នាមិនមែន
ធ្វើការដើម្បីតែដូរបាយឲ្យគ្មានសិទ្ធិទេអញ្ចឹងសូមសំណូមពរឲ្យក្រសួងទាំងអស់ក្រសួងពាក់ព័ន្ធជាពិសេសក្រសួងការងារសូមផ្ដល់សិទ្ធិពិតប្រាកដឲ្យកម្មករកុំមានតែភៅហើយគ្មានសិទ្ធិឲ្យកម្មករពិតប្រាកដបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអេស៊ីស្រីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកបាទវីដេអូដែលលោកនាងបានទស្សនាអំបញ្ញមិញនេះគឺជាសកម្មភាពតវ៉ារបស់ក្រុមកោតក្រក្រុមហ៊ុន Nagavel បាទបន្តប្រមូលផ្ដុំគ្នាតវ៉ាដោយប្រើយុទ្ធសាស្ត្រថ្មីប្លែកជារៀងរាល់សប្តាហ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនឲ្យបានដឹងឮអំពីទុកសោករបស់ពួកគេដែលកំពុងរងគ្រោះពីសំណាក់ក្រុមហ៊ុនបនលបែងកាស៊ីណូ Nagavel ដែលស្ថិតនៅកណ្ដាលរាជធានីភ្នំពេញនិងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាទការប្រមូលផ្ដុំធ្វើកោតកម្ម2ដងក្នុងមួយសប្តាហ៍ជារៀងរាល់ពេលរសៀលរបស់ក្រុមកោតក្រ Nagavel នៅក្នុងគោលបំណងតែមួយគត់គឺដើម្បីទាមទាររកយុត្តិធម៌ឲ្យដំណើរសហជីពដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរនិងឲ្យថៅកែក្រុមហ៊ុនបនលបែងកាស៊ីណូ Nagavel ចេញមកដោះស្រាយវិវាទការងារដ៏រ៉ាំរ៉ៃមួយនេះឲ្យបានឆាប់រហ័សបាទលោកនាងកញ្ញាជាទីមេត្រីជាបន្តទៅទៀតនេះសូមអញ្ជើញអស់លោកនាងមកតាមដានសេចក្តីរាយការណ៍មួយដែលផ្ដោតអំពីការខ្វះខាតទឹកប្រើប្រាស់និងធ្វើកសិកម្មនៅឯខេត្តបាត់ដំបងឯណោះបាទប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងបានត្អូញត្អែពីបញ្ហាគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅរដូវវស្សាធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារនិងរំខានដល់ការរស់នៅប្រចាំថ្ងៃបាទក៏ប៉ុន្តែអាជ្ញាធរខេត្តអះអាងថាមន្ត្រីជំនាញផ្នែកធនធានទឹកបានបើកទំនប់បង្ហូរទឹកឲ្យប្រជាពលរដ្ឋរួចរាល់អស់ហើយបាទសូមស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីម៉ៅសុធីនីអំពីរឿងនេះដូចតទៅប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបងបែកខាងក្រោមខ្សែទឹកស្ទឹងសង្កែជំរុញអាជ្ញាធរពាក់ព័ន្ធគិតគូរពីបញ្ហាខ្វះទឹកប្រើប្រាស់ដែលធ្វើពួកគាត់បាត់បង់ប្រាក់ចំណូលពីការនេសាទនិងការដាំដំណាំការត្អូញត្អែនេះនៅបន្ទាប់ពីទឹកស្ទឹងសង្កែរីស្ងួតអស់ដែលធ្វើពួកគាត់មិនអាចនេសាទនិងស្រោចស្រពដំណាំក្រោយពីអាជ្ញាធរស្រុកបើកច្រកទ្វារបង្ហូរទឹកតិចតួចនៅឡើយបរដ្ឋនៅភូមិបាក់ព្រាស្រុកឯកភ្នំលោកស្រីសេងថឹកប្រាប់វិទ្យុស៊ីស្រីនៅថ្ងៃទី7ខែកក្កដាថាលោកស្រីមិនទាន់ឃើញទឹកហូរមកដល់កន្លែងលោកស្រីរស់នៅនោះទេដោយសារអាជ្ញាធរបើកទ្វារទឹកសាឡាតាអនតូចពេកដូច្នេះมันអាចផ្គត់ផ្គង់បរិវត្តដែលរស់នៅខាងក្រោមខ្សែទឹកបានឡើយលោកស្រីបន្តថាសប្តាហ៍ថ្ងៃជីវភាពលោកស្រីពឹងលើប្រភពទឹកស្ទឹងសង្កែទាំងស្រុងដោយសារតែប្តីជាអ្នកនេសាទដូច្នេះបើគ្មានទឹកទេគ្រួសារលោកស្រីក៏បាត់បង់ប្រាក់ចំណូលដែរកលែងទឹកឲ្យមានផងព្រោះអីនៅនេះដាច់ទឹកតែចង់ឡើងទៅបាត់ដំបងក៏ឡើងទៅអត់រួចជិះទៅម៉ូតូក៏ទៅមិនរួចឃ្លៀងមកបែកថុកវល់ហើយទៅស្មាច់ទៅអង្កលពុកស្ទឹងអស់លីងកលែងទឹកមកបាននៅនេះជួសអត់ទឹកចាប់ហើយលោកស្រីសេងថឹកបញ្ជាក់ទៀតថាបរដ្ឋរស់នៅភូមិបាក់ព្រាស្ទើរតែ 80% ហើយដែលនាំគ្នាចំណាក់ស្រុកដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារនិងសងបំណុលធនាគារលោកស្រីបន្តថាបរដ្ឋភាគច្រើនគឺពឹងលើការនេសាទនៅតាមដងស្ទឹងសង្កែដើម្បីចិញ្ចឹមជីវិតហើយរយៈពេលជាង2ឆ្នាំមកនេះបរដ្ឋបានបោះបង់មុខរបរនេសាទដោយសារតែមិនសូវសម្បូរត្រីដូចពីមុនដោយឡែកអាជីវករលក់នំចំណីតាមទូកលោកស្រីជាដាថ្លែងថាជិត2សប្តាហ៍មកនេះលោកស្រីមិនបានលក់នំចំណីនៅតាមទូកដូចពីមុនទេដោយសារតែគ្មានទឹកធ្វើដំណើរហើយដែលរំខានដល់ការរកប្រាក់ចំណូលរបស់លោកស្រីថាបើទោះបីអាជ្ញាធរបើកបង្ហូរទឹកក៏ដោយក៏ស្ទឹងសង្កែនៅតែគ្មានទឹកពីព្រោះទំនប់ទឹកកង្ហតនៅប៉ែកខាងលើខ្សែទឹកអាជ្ញាធរមិនព្រមបើកបង្ហូរទំនប់ទឹកមួយនេះទេអូវេទនាខ្លាំងណាស់បងអ្នកនៅក្រោមណាមួយអត់ទឹកយើងប្រើប្រាស់ប្រចាំថ្ងៃទឹកដាំបាយហូបទឹកមុជទឹកអីអញ្ចឹងខ្វះខាតច្រើនណាតគាត់បោក៏យួនមកខាងលើនេះឆ្ងាយដើម្បីដុសទឹកយកទៅប្រើប្រាស់ហ៎បងលោកស្រីជាដាបញ្ជាក់ថាមូលហេតុដែលអាជ្ញាធរនៅស្រុកបាណន់មិនព្រមបើកបង្ហូរទឹកនេះដោយសារតែទុកទឹកឲ្យប្រជាពលរដ្ឋនៅខាងលើស្ទឹងប្រើប្រាស់សម្រាប់ធ្វើស្រែចម្ការ
រីឯបរដ្ឋនៅឃុំព្រៃចាស់លោកអមកំឈិតបារម្ភចំពោះស្ត្រីមានផ្ទៃពោះនិងមនុស្សចាស់ដែលត្រូវធ្វើដំណើរទៅមន្ទីរពេទ្យដោយសារតែស្ទឹងគ្មានទឹកមិនអាចធ្វើដំណើរតាមផ្លូវទឹកបានហើយជាពិសេសផ្លូវគោកមានក្រឡុកធំៗនិងរអិលខ្លាំងពិបាកធ្វើដំណើរលោកថាលោកនឹងចំណាក់ស្រុកដើម្បីរកការងារធ្វើពីព្រោះថាលោកមិនអាចនេសាទរកប្រាក់ចំណូលបានឡើយថាអត់ទឹកនៅខាងក្រោមប៉ះពាល់ដល់ជីវភាពគ្រួសារនៅក្នុងភូមិច្រើនណាមួយធ្វើដំណើរទៅណាទៅណីវាយ៉ាប់អ្នកឈឺអ្នកជេរអ្នកស្កាត់ណាជិះម៉ូតូជិះវាមិនស្រួលហើយយើងបើកណោតទឹកទៅកោកអស់ស្ទឹងវិញមកវាមិនរួចញាប់អ្នកពោះផាពួកអីទឹកវាអត់មានទេយើងញាប់មកមិនដល់សុខភាពអីនេះបច្ចុប្បន្នស្រីមិនអាចតាក់ទងប្រធានមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងលោកឡុងផលគុណដើម្បីសុំការអធិប្បាយបានទេនៅថ្ងៃទី7ខែកក្កដាក៏ប៉ុន្តែអភិបាលស្រុកឯកភ្នំលោកមិលសុផលអះអាងថាលោកនិងមន្ត្រីធនធានទឹកសហការគ្នាបើកបង្ហូរទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ប៉ុន្តែมันអាចទាន់ទៅដល់ដោយសារតែมันអាចបើកទ្វារធំពេកទេលោកបន្តថាដោយសារឆ្នាំនេះជួបគ្រោះរាំងស្ងួតបានជាมันអាចគ្រប់គ្រងទឹកឲ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់រឿងទឹកនៅលើជំនាញសម្រាប់អ្នកកម្មទ្វារទឹកអញ្ចឹងណាហើយបច្ចេកទេសការបើកទឹកមិនអាចបើកភ្លាមកំហុកភ្លាមបានទេតាមខ្ញុំពីនេះទៅតែបើកមិនតាន់អញ្ចឹងព្រោះយើងទឹកកាលណាបើកកំហុកទៅបាទវាមានបញ្ហាអីខ្លះទី1ទី2ទឹកយើងនៅខាងលើក៏វានៅតិចដែរយើងបើកបន្សំបញ្ចៃការបើកឲ្យប្រើប្រាស់ហ្នឹងមិនមែនបើកពុតទៅបើគាត់ប្រើមិនអស់វាហូរបុកចូលទៅទន្លេចាក់ចោលដែរទោះបីជាអភិបាលស្រុកឯកភ្នំលោកមើលសុផលលើកឡើងបែបនេះក្តីក៏ប្រជាពលរដ្ឋអះអាងថាចាប់តាំងពីមានទំនប់ទឹកសាឡាតអននេះប្រជាពលរដ្ឋជួបផលវិបាកខ្វះខាតទឹកនេសាទដោយសាររាល់ឆ្នាំទំនប់ទឹកនៅខាងលើតែងតែបើកមួយឆ្នាំយ៉ាងហោចណាស់2ដងដើម្បីឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជុំវិញបញ្ហានេះមន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាត់ដំបងលោកអិនគង្ជិតថាអាជ្ញាធរពាក់ព័ន្ធគួរតែចុះទៅត្រួតពិនិត្យបញ្ហានេះនៅទីតាំងដែលប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទឹកលោកបន្តថានៅខេត្តបាត់ដំបងមានទំនប់ទឹកច្រើនដូច្នេះមិនគួរណាខ្វះទឹកប្រើប្រាស់នៅរដូវវស្សានោះឡើយលោកថាអាជ្ញាធរពាក់ព័ន្ធជាពិសេសមន្ត្រីធនធានទឹកគួរតែបើកបង្ហូរទឹកពីខាងលើដើម្បីជៀសវាងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ប្រាក់ចំណូលត្រូវតែបើកទ្វារទឹកផ្នែកខាងលើបាទដោយពហុបំណងសេកសកនៅកហតហើយនឹងនៅសាឡាតអនហើយករណីហ្នឹងគឺខាងមន្ទីរធនធានទឹកអត់ត្រូវស្តុបទឹកនៅផ្នែកខាងលើទុកទេយើងមើលតំបន់ខាងក្រោមក៏ត្រូវការទឹកប្រើប្រាស់ដែរហើយនៅផ្នែកខាងលើបច្ចុប្បន្នក៏ទទួលទឹកភ្លៀងមកដែរនៅអាងទឹកទំនប់ពហុបំណងសេកសកហ្នឹងគឺមានប្រភពស្ទឹង2មកពីខាងលើប្រជាពលរដ្ឋនិងសង្គមស៊ីវិលយល់ឃើញស្រដៀងគ្នាថាកត្តាដែលនាំឲ្យមានការខ្វះខាតទឹកនៅក្នុងស្ទឹងសង្កែគឺបណ្ដាលមកពីការគ្រប់គ្រងបរិស្ថាននិងធនធានទឹករបស់អាជ្ញាធរមិនបានល្អបង្កឲ្យមានការខ្វះខាតទឹកប្រើប្រាស់ទាំងរដូវប្រាំងនិងរដូវវស្សាពួកគាត់ស្នើអាជ្ញាធរពង្រឹងការងាររបស់ខ្លួននៅតាមមូលដ្ឋានដើម្បីអាចឲ្យប្រជាពលរដ្ឋមានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមជីវិតដោយមិនចាំបាច់ចំណាក់ស្រុកចាននាងខ្ញុំម៉ៃសុធានីវិទ្យុអាស៊ីសេរីប្រធានាធិបតី Washington បាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកបាទជាបន្តទៅទៀតនេះគឺជាសេចក្តីរាយការណ៍មួយដែលលោកនាងកំពុងដែលលោកនាងកំពុងតែទន្ទឹងរង់ចាំនោះគឺពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ផ្ដោតអំពីពាក់ព័ន្ធនឹងការស្លាប់របស់លោកបណ្ឌិតកែមលីបាទតើលោកនាងនៅចងចាំដែរទេអំពីបរិសម្នាក់ឈ្មោះអឺតអាងដែលគេហៅខ្លួនឯងថាជួបសម្រាប់នោះបាទបរិសនេះគឺជាបុគ្គលតែម្នាក់គត់ដែលកំពុងជាប់ទោសនៅក្នុងសំណុំរឿងឃាតកម្មលើបណ្ឌិតកែមលីអ្នកវិភាគនយោបាយនិងសង្គមដ៏មានប្រជាប្រិយភាពកាលពីឆ្នាំ2016បាទតើជួបសម្រាប់មានប្រវត្តិដូចម្ដេចហើយតើស្ថានភាពរបស់គាត់នៅក្នុងពន្ធនាគារយ៉ាងណាដែរបាទសូមទស្សនាសេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទតារាពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅអឺតអាងឬជួបសម្លាប់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរតាមអំណាចសាលក្រមស្ថាពររបស់តុលាការក្រុងភ្នំពេញ
នៅក្នុងសំណុំរឿងឃាតកម្មលើបណ្ឌិតកែមលីតុលាការបានផ្តន្ទាទោសរូបគេឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុននិងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតកាលពីចុងខែមីនាឆ្នាំ2017អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោកនុតសវណ្ណាអះអាងប្រាប់វិទ្យុអាស៊ីសេរីថាស្ថានភាពរបស់អឺតអាងនៅក្នុងពន្ធនាគារមិនមានអ្វីខុសប្រក្រតីនោះទេពលគឺតនដិតរូបនេះកំពុងជាប់ឃុំជាមួយអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារលោកបញ្ជាក់ថាมันមានករណីស្នើលើកលែងទោសឬបន្ធូរបន្ថយទោសណាមួយចំពោះតនដិតរូបនេះឡើយដាក់ដូចជនជាប់ឃុំធម្មតាអត់មានដាក់ដោយឡែកទេខ្ញុំគិតថាដូចជាមិនមានអីខុសប្រក្រតីទេបើសិនជាមានបញ្ហានឹងខាងក្រុមគេរាយការណ៍មកដូចជាអត់មានលើព័ត៌មានអីខុសប្រក្រតីពីគាត់ផងអឺតអាងបានជាប់ឃុំអស់រយៈពេល7ឆ្នាំមកហើយចាប់តាំងពីមានអំពើឃាតកម្មទៅលើបណ្ឌិតកែមលីកាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016គឺតាមសម្លឹងគេគ្រប់វិធីបើសិនអ្នកក្រឲ្យអត់មានអីទេលើកស្ទួយអ្នកតទៀតអឺតអាងកើតនៅឆ្នាំ1972នៅក្នុងភូមិទន្លេសឃុំនគរភាសស្រុកអង្គរជុំខេត្តសៀមរាបលោកបានរស់នៅជាមួយម្ដាយនៅក្នុងឃុំនគរភាសនេះរហូតដល់អាយុ10ឆ្នាំទើបផ្លាស់ទៅរស់នៅជាមួយអ៊ំប្រុសរបស់លោកនៅឃុំគោកដូងស្រុកអង្គរជុំលោកបានចូលធ្វើជាទាហានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅអាយុ15ឆ្នាំតែក្រោយមកក៏ទៅធ្វើជាទាហានខ្មែរក្រហមវិញដោយពុំដឹងមូលហេតុក្រោយឈប់ធ្វើជាទាហានអឺតអាងបានទៅធ្វើជាកម្មករស៊ីឈ្នួលគេនៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំមុននឹងត្រឡប់មកបួសជាសង្ឃនៅឯស្រុកកំណើតវិញអឺតអាងបួសបានប្រមាណ4វស្សាក៏ប៉ុន្តែមិនបានសមប្រកបជាអ្នកកាន់សិលនោះទេលោកត្រូវបានបណ្ដេញចេញពីវត្តចំនួន3ដងដោយសារតែមិនគោរពបដិបត្តិព្រះធម៌ឲ្យបានត្រឹមត្រូវចូលចិត្តនិយាយអួតអាងហួសមៀតចេញពីវត្តយូរថ្ងៃដោយគ្មានដំណឹងនិងមានរឿងអាស្រូវស្នេហាក្នុងពេលបួសជាសង្ឃតាមការបញ្ជាក់ពីប្រភពជាច្រើនតនដិតអឺតអាងគឺជាជនក្រីក្រគ្មានមុខរបរនិងទីលំនៅច្បាស់លាស់ព្រមទាំងមានប្រវត្តិមិនល្អប៉ុន្មាននោះឡើយក៏ប៉ុន្តែបុគ្គលដែលរកតែបាយហូបគ្មាននិងដើរសុំផ្ទះគេជ្រករូបនេះបែរជាអះអាងថាបណ្ឌិតកែមលីជំពាក់លុយគេចំនួន$3,000ទៅវិញគឺរឿងលុយ$3,000នេះហើយដែលអឺតអាងអះអាងដោយគ្មានភស្តុតាងនិងសាក្សីថាគឺជាមូលហេតុដែលរូបគេបាញ់សម្លាប់បណ្ឌិតកែមលីដោយមិនបានស៊ើបអង្កេតត្រឹមត្រូវនិងស៊ីជម្រៅពួកមន្ត្រីតុលាការរៀនអស់ថ្នាក់នៅស្រុកខ្មែរតាំងពីសាលាដំបងរហូតដល់តុលាការកំពូលនាំគ្នាសម្រេចក្តីតាមគ្នាគឺកាត់ទោសអឺតអាងឲ្យជាប់គុកអស់មួយជីវិតក៏ប៉ុន្តែបន្សល់ទុកនៅមន្ទិលសង្ស័យជាច្រើនទៅដល់ក្រុមគ្រួសារបណ្ឌិតកែមលីនិងមជ្ឈដ្ឋានជាតិនិងអន្តរជាតិដោយពួកគេចាត់ទុកថាជាសាលក្រមคล้ายសាលក្រមคล้ายគឺដោយសារតែរឿងក្តីនេះมันបានស៊ើបអង្កេតគ្រប់ជ្រុងជ្រោយទៅលើអង្គហេតុជាច្រើនដោយតុលាការព្យាយាមកាត់តម្រឹមត្រឹមបុគ្គលអឺតអាងតែម្នាក់គត់ហើយដែលមិនប្រកាសថាគាត់គឺជាฆាតករពិតសម្រាប់បណ្ឌិតកែមលីឬក៏អត់នោះទៀតលើពីនេះទៅទៀតសាលក្រមនេះมันបានជំរះមន្ទិលលាងសម្អាតកេរ្តិ៍ឈ្មោះបណ្ឌិតកែមលីដែលអឺតអាងចោទថាបណ្ឌិតកែមលីជំពាក់លុយ$3,000មិនព្រមសងទើបគាត់ផ្ដាច់ជីវិតរបស់លោកចោលនោះថែមទៀតផងសេចក្តីសម្រេចរបស់តុលាការដែលគេមើលឃើញថាជាយុត្តិធម៌คล้ายនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើននិងសហគមន៍អន្តរជាតិផងនាំគ្នាបញ្ចេញប្រតិកម្មមិនពេញចិត្តនិងទាមទាររកយុត្តិធម៌បន្ថែមទៀតជូនបណ្ឌិតកែមលីទំនងជាដើម្បីស្អំចិត្តមហាជនតុលាការក៏ធ្វើជាបំបែកសំណុំរឿងមួយទៀតដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធក៏ប៉ុន្តែរយៈពេល7ឆ្នាំមកនេះសំណុំរឿងទី2នេះស្ងាត់ដោយចោលលួចសេះអ្នកនាំពាក្យក្រសួងយុតិធម៌លោកចិនម៉ាលីននិងមន្ត្រីតុលាការក្រុងភ្នំពេញធ្លាប់អះអាងដដែលថាសំណុំរឿងទី2នេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយក៏ប៉ុន្តែខាងនគរបាលយុតិធម៌វិញបានអះអាងថាពួកគេមិនដែលទទួលបានដីកាពីតុលាការដើម្បីឲ្យស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនៅក្នុងសំណុំរឿងទី2នេះឡើយអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកឆាយកឹមខឿនធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីឆ្នាំ2020ថាមន្ត្រីនគរបាលយុតិធម៌មិនបានស៊ើបអង្កេតរឿងនេះទៀតនោះទេពីព្រោះតែគ្មានបញ្ជាពីតុលាការ
យើងជាមន្ត្រីក៏បានយុទ្ធធម៌បើសិនជារាជការឬតុលាការមិនចេញជាថ្មីយើងមិនឃើញទេដោយឡែកអ្នកមិនអស់ចិត្តអ្នកមិនសុខចិត្តហ្នឹងគាត់គ្រាន់តែបញ្ចេញទស្សនៈការយល់ឃើញជាឯកជនរបស់គាត់ទេតែគាត់ក៏មានឆន្ទៈនិស្សិតគ្មានអំណាចមួយតុលាការដើម្បីបញ្ជាមកឲ្យខាងមន្ត្រីយុទ្ធធម៌អនុវត្តដែរវិទ្យុអាស៊ីសេរីបានព្យាយាមតាក់ទងលោកឆាយកំខឿនជាបន្តបន្ទាប់ដើម្បីសាកសួររឿងនេះបន្ថែមក៏ប៉ុន្តែលោកលែងលើកទូរស័ព្ទវិទ្យុអាស៊ីសេរីក៏បានព្យាយាមតាក់ទងទៅអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោកអ៊ីរិននិងអ្នកនាំពាក្យអัยការអមតុលាការក្រុងភ្នំពេញលោកប្លង់សុផលដើម្បីសាកសួររឿងនេះដែរក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេរីឯអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោកនុតសវណ្ណាវិញលោកបញ្ជាក់ថាខាងពន្ធនាគារមិនធ្លាប់ទទួលបានលិខិតពីខាងតុលាការបង្គាប់ឲ្យបញ្ជូនទណ្ឌិតអឺតអាងទៅសាកសួរឬបំពេញនីតិវិធីណាមួយទៀតនោះទេគេកាត់ទោសអីអស់ហើយទាំងមានជាប់តែជាទៀតក្នុងជាសាពរហើយកំពុងអនុវត្តមកដល់ថ្ងៃនេះដូចជាអត់មានអីត្រូវឡើងតុលាការទៀតទេអ្នកធ្លាប់ជាប់ឃុំជាច្រើនអ្នកដែលវិទ្យុអាស៊ីសេរីបានសម្ភាសអះអាងថាជួបសម្លាប់មិនត្រូវបានឃុំខ្លួនជាមួយអ្នកទោសនយោបាយឬសកម្មជននោះទេដោយខាងពន្ធនាគារឃុំខ្លួនគាត់ជាមួយនឹងអ្នកទោសនៅក្នុងសំណុំរឿងចោរកម្មនិងបទឧក្រិដ្ឋផ្សេងទៀតជាមួយគ្នានេះអាជ្ញាធរពន្ធនាគារក៏មិនអនុញ្ញាតឲ្យអឺតអាងជួបជាមួយអ្នកជាប់ឃុំនយោបាយនិងក្រុមសកម្មជននោះដែរអនុប្រធានគណៈបកភ្លើងទៀនលោករងឈុនធ្លាប់បានដាក់លិខិតទៅខាងមន្ត្រីពន្ធនាគារដើម្បីស្នើសុំជួបអឺតអាងដោយផ្ទាល់ពេលលោកកំពុងជាប់ឃុំនៅក្នុងឆ្នាំ2020ក៏ប៉ុន្តែសំណើនេះត្រូវបានបដិសេធនៅត្រង់ចំណុចនេះអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោកនុតសវណ្ណាបកស្រាយថាអឺតអាងគឺជាអ្នកទោសឧក្រិដ្ឋដែលមន្ត្រីពន្ធនាគារមិនអាចអនុញ្ញាតឲ្យជួបបាននោះទេជួបមើលមនុស្សសាធារណៈទូទៅមិនហ្នឹងជនល្មើសប្រភេទកម្រិតសន្តិសុខខ្ពស់បំផុតហើយចង់មកជួបគឺជួបគ្នាតាមផ្លូវតាមផ្សារហ្មងចំណុចមួយទៀតដែលធ្វើឲ្យអឺតអាងខុសពីអ្នកជាប់ឃុំផ្សេងទៀតគឺគ្រួសារនិងសាច់ញាតិរបស់ទណ្ឌិតរូបនេះមិនដែលបានទៅសួរសុខទុក្ខគាត់នៅក្នុងពន្ធនាគារនោះទេអស់រយៈពេលជាច្រើនឆ្នាំមកនេះប្រពន្ធនិងសាច់ញាតិរបស់អឺតអាងដែលកំពុងតែរស់នៅក្នុងស្រុកអង្គរជុំខេត្តសៀមរាបបានប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD កាលពីឆ្នាំ2022ថាពួកគាត់មិនដែលបានទៅសួរសុខទុក្ខអឺតអាងនៅពន្ធនាគារព្រៃសរនោះឡើយហើយក៏មិនដែលទទួលបានព័ត៌មានណាមួយអំពីស្ថានភាពរបស់គាត់នៅក្នុងពន្ធនាគារនោះដែរជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតមានប្រសាសន៍ថាខាងអង្គការសង្គមស៊ីវិលមិនបានទទួលព័ត៌មានណាមួយអំពីស្ថានភាពរបស់អឺតអាងនៅក្នុងពន្ធនាគារនោះទេពីព្រោះទណ្ឌិតរូបនេះត្រូវបានឃ្លាំមើលដោយយកចិត្តទុកដាក់ពីអនុរិយពន្ធនាគារម្យ៉ាងវិញទៀតលោកថាវាជារឿងចម្លែកដែលជនជាប់ឃុំម្នាក់បែរជាគ្មានសាច់ញាតិឬគ្រួសារមកសួរសុខទុក្ខអស់រយៈពេលជាច្រើនឆ្នាំមកនេះលោកបន្ថែមទៀតថាសំណុំរឿងឃាតកម្មទៅលើបណ្ឌិតកែមលីនៅតែបង្កប់រឿងរ៉ាវអាកំបាំងជាច្រើនខណៈសំណុំរឿងទី2ដែលត្រូវស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតនោះវិញបែរជាស្ងប់ស្ងាត់បាត់ឈឹងអង្គការសង្គមស៊ីវិលទាំងក៏មិនដែលបានជួបជាមួយគាត់ដែរជាពិសេសគាត់គឺស្ថិតនៅក្នុងមួយដែលគេមានភាពប្រយ័ត្នប្រយែងផងដែរក្នុងការជួបជាមួយអ្នកណាមួយណាបាទអញ្ចឹងរឿងនេះវានៅតែភ្ជាប់ដោយអាកំបាំងបើសិនជាសំណុំរឿងទី2នោះមិនទាន់ត្រូវបានបំបែកផងបាទករណីឃាតកម្មទៅលើបណ្ឌិតកែមលីត្រូវបានអ្នកសង្កេតការណ៍និងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថាជាឃាតកម្មនយោបាយហេតុដូច្នេះយុត្តិធម៌ពិតប្រាកដទំនងជាមិនអាចកើតមាននោះទេនៅក្រោមរបបដឹកនាំរបស់លោកហ៊ុនសែនពីព្រោះតែរបបដឹកនាំមួយនេះបានដាំដុះពូជនីតិរដ្ឋភាពឬក៏ទម្លាប់ឲ្យជនល្មើសរួចទោសជាង3ទសវត្សរ៍មកហើយជាពិសេសជនល្មើសនិងអ្នកពាក់ព័ន្ធដែលសម្លាប់សកម្មជនឬអ្នកនយោបាយប្រឆាំងព្រមទាំងសកម្មជនការពារសិទ្ធិកម្មករនិងបរិស្ថានម្យ៉ាងវិញទៀតពេលវេលាកាន់តែរំកិលទៅមុខអឺតអាងដែលជាទណ្ឌិតផងនិងជាសាក្សីដ៏សំខាន់ម្នាក់ផងនោះក៏កាន់តែមានវ័យចាស់ដូច្នេះរឿងរ៉ាវទាំងឡាយដែលប្រជាពលរដ្ឋខ្មែរមួយនគរចង់ដឹងចង់ឮថាតើអ្នកណាខ្លះ
ពាក់ព័ន្ធនៅក្នុងរឿងក្តីឃាតកម្មដ៏កក្រើកមួយនេះក៏អាចនឹងកប់បាត់ទៅតាមនោះដែរប្រសិនបើអឿតអាងលែងមានវត្តមាននៅលើភពផែនដីនេះនៅថ្ងៃណាមួយនោះខ្ញុំយ៉ងច័ន្ទដារាវិទ្យុអាស៊ីសេរី Washington បាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុង